បាទសូមគោរពនិងជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានមកចូលទស្សនានិងរៀននៅភាសាចិននៅក្នុង Channel របស់ខ្ញុំបាទហើយវីដេអូនេះដែរគឺជាវីដេអូទី1ដែលខ្ញុំបង្កើតឡើងដើម្បីគោលបំណងគឺចែករំលែកដល់ពុកម៉ែបងប្អូនដែលចង់រៀនភាសាចិនហើយយកទៅប្រើប្រាស់នៅក្នុងវិស័យរោងចក្របាទទៅថ្ងៃមុខទៅពុកម៉ែបងប្អូនថាចង់រៀនយកទៅបាទបកប្រែនៅក្នុងរោងចក្រតាក់ទងនឹងផ្នែកផ្សេងអញ្ចឹងណាជាក់ស្ដែងឧទាហរណ៍ថាបើយើងបានខ្លាចជាអ្នកបកប្រែនៅក្នុងរោងចក្រហើយពាក្យទាំងអស់នេះបាទពាក្យដែលតាក់ទងនឹងផ្នែកបាទបន្ទប់គំរូឬក៏ផ្នែកអីផ្សេងហ្នឹងគឺសុទ្ធតែជាពាក្យដែលយើងត្រូវចេះត្រូវចាំផងដែរជួនកាលយើងទៅបកប្រែទៅបាទហើយបាទប្រធានរបស់យើងបាទប្រធានចិនរបស់យើងដែលត្រូវជាមេរបស់យើងហ្នឹងគាត់ឲ្យយើងទៅផ្នែកនេះមួយដើម្បីយករបស់របរអីផ្សេងឬក៏ទៅហៅមនុស្សអីមកអញ្ចឹងណាហើយបើយើងអត់ដឹងទេពិបាកដែរអញ្ចឹងគឺយើងចាំបាច់ត្រូវតែរៀនតាក់ទងនឹងផ្នែកទាំងអស់នេះហើយថ្ងៃនេះខ្ញុំបាទលើកយកមកនៅចំនួន7ផ្នែកបាទត្រួសសិនហើយនេះជាវីដេអូទី1អញ្ចឹងវាអាចនឹងមានផ្នែកផ្សេងច្រើនទៀតអញ្ចឹងយើងរៀនមួយវីដេអូនេះ7ផ្នែកហ្នឹងសិនទៅឲ្យយើងចាំឲ្យស្ទាត់ទៅបាទហើយស្អែកយើងបន្តទៅរៀននៅផ្នែកផ្សេងទៀតបាទអញ្ចឹងកុំឲ្យខាតពេលវេលាយូរសូមពុកម៉ែបងប្អូនទាំងអស់គ្នាបាទមកមើលពាក្យទាំងអស់នេះជាមួយនឹងខ្ញុំបាទពាក្យនេះយើងអានថាសៀឆាងបាទសៀឆាងតបមកទៀត相关បាទ相关部门协常相关部门អញ្ចឹងពាក្យហ្នឹងបកប្រែថាផ្នែកពាក់ព័ន្ធនឹងរោងចក្រស្បែកជើងពាក្យថាសៀឆាងនេះគឺប្រែថារោងចក្រស្បែកជើងបាទសៀឆាងរោងចក្រស្បែកជើងសៀងគាន់ហ្នឹងគឺប្រែថាបាទពាក់ព័ន្ធបាទពាក់ព័ន្ធគឺសៀងគាន់បន្ទាប់មកពាក្យពីរនេះអានថាពូមិនប្រែថាផ្នែកបាទសៀងគាន់ពូមិនហ្នឹងគឺប្រែថាផ្នែកបាទពាក់ព័ន្ធនឹងអ្វីមួយអញ្ចឹងទៅបាទអញ្ចឹងយើងមកមើលពាក្យទី1របស់យើងអានថាយ៉ាងភិនហ្នឹងគឺប្រែថាបន្ទប់គំរូនៅក្នុងរោងចក្រនីមួយតែងតែមានបន្ទប់សម្រាប់ដាក់គំរូពុកម៉ែបងប្អូនទាំងអស់គ្នាបើនៅក្នុងរោងចក្រស្បែកជើងគឺគេមានបន្ទប់មួយសម្រាប់ដាក់ស្បែកជើងគំរូបាទនៅពេលណាដែលឡើងសាយបាទស្ទាយថ្មីអញ្ចឹងគឺត្រូវយកគំរូទាំងអស់បាទយកស្បែកជើងគំរូហ្នឹងយកទៅដើម្បីធ្វើតាមទាថាពិនិត្យមើលតាមខ្សែរូតឬក៏ផ្នែកនីមួយហ្នឹងគេធ្វើបែបណាអញ្ចឹងទៅបាទអញ្ចឹងយ៉ាងភិនសឺប្រែថាបន្ទប់គំរូបាទអញ្ចឹងយើងបន្តទៅពាក្យទី2របស់យើងអានថាឆាយគោពុបាទឆាយគោពុហ្នឹងគឺប្រែថាផ្នែកបញ្ជាទិញបាទផ្នែកបញ្ជាទិញនៅក្នុងរោងចក្រគឺមានតាមផ្នែកអញ្ចឹងណាផ្នែកបញ្ជាទិញហ្នឹងឧទាហរណ៍ថាឃ្លាំងត្រូវនាំចូលរវ៉ាន់អីគេខ្លះដូចនាំចូលស្បែកនាំចូល PU នាំចូលលាវឬក៏រូតអីហ្នឹងគឺផ្នែកបញ្ជាទិញហ្នឹងគឺអ្នកគ្រប់គ្រងនឹងការបញ្ជាទិញចូលមកក្នុងរោងចក្រអញ្ចឹងណាបាទអញ្ចឹងផ្នែកហ្នឹងគឺយើងអានថាឆាយគោពុបាទផ្នែកបញ្ជាទិញបន្តមកទៀតបាទយើងមកមើលពាក្យទី3យើងអានថាឆាយតាន់ពុហ្នឹងគឺប្រែថាផ្នែកតុកាត់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលធ្លាប់ធ្វើនៅក្នុងរោងចក្រដឹងហើយផ្នែកតុកាត់គឺតាក់ទងនឹងការបាទគាត់យកស្បែកឬក៏យក PU យកមកកាត់ជាបំណែកបាទនៃបង្គំស្បែកជើងអញ្ចឹងណាបាទឧទាហរណ៍ថាស្បែកជើងហ្នឹងមាន
ខ្លួនមានភ្នែកមានប្រទេសរូតប្រទេសអីបាទគឺតកតនឹងបង្គំស្បែកជើងទាំងមូលគឺផ្នែកតុកកាត់គឺជាអ្នកបាទកាត់ទៅឲ្យខាងផ្នែកផ្សេងតកតនឹងការផលិតណាដូចជាខ្សែដេរខ្សែអីហ្នឹងគឺត្រូវយកអាវ៉ាន់ពីផ្នែកតុកកាត់បាទអញ្ចឹងតើតែតុកកាត់គាត់កាត់ជាបំណែកហើយបានផ្នែកផ្សេងទៀតគាត់យកអាវ៉ាន់ហ្នឹងយកទៅធ្វើបន្តទៀតបាទអញ្ចឹងផ្នែកថាតុកកាត់ហ្នឹងគឺយើងអានថាឆាយតាន់ពុប្រែថាផ្នែកតុកកាត់បាទអញ្ចឹងបន្តមកទៀតបាទអូខ្ញុំច្រឡំបាត់ហើយកន្លែងនេះទី3តែច្រឡំដាក់កន្លែងនេះទី5បាទអធិស្ឋានអញ្ចឹងយើងមិនបាច់ផ្ដោតសំខាន់ទៅលើនេះទេគឺយើងផ្ដោតទៅលើពាក្យតែម្ដងទៅបាទបន្តមកទៀតពាក្យនេះគឺយើងអានថាឆឹងស៊ីងពុបាទប្រែថាផ្នែកខ្សែទឹកហូរនៅក្នុងរោងចក្រស្បែកជើងគឺមានផ្នែកខ្សែទឹកហូរណាពុកម៉ែបងប្អូនទាំងអស់គ្នាដឹងហើយតើតើក្នុងខ្សែទឹកហូរគឺគាត់ផលិតស្បែកជើងពីគាត់យកស្បែកដែលដេរសម្រាប់ពីខាងខ្សែដេរហើយហ្នឹងបាទគាត់បើកតកតនឹងបាទស្បែកជាមួយនឹងចុងទីតាទីដើម្បីយកទៅបិទបង្គំคล้ายជាស្បែកជើងសម្រាប់បាទអញ្ចឹងផ្នែកខ្សែទឹកហូរហ្នឹងគឺយើងអានថាឆឹងស៊ីងពុប្រែថាបាទផ្នែកខ្សែទឹកហូរឬក៏យើងហៅកាត់ថាខ្សែទឹកហូរអញ្ចឹងទៅបាទបន្តមកទៀតបាទផ្នែកនេះគឺយើងអានថាទីពុហ្នឹងគឺប្រែថាខ្សែបាតឬក៏ផ្នែកបាតគឺគាត់ផ្នែកហ្នឹងគឺផលិតបាតតកតងនឹងសៀទៀនអាតុនតំណប់ខាងលើនឹងចុងទីអាតំណប់កដាឬក៏តាទីបិទកែងបិទអីហ្នឹងគឺបាទផ្នែកបាតហ្នឹងអ្នកធ្វើបាទអញ្ចឹងផ្នែកបាតឬក៏ខ្សែបាតហ្នឹងគេអានថាបាទទីពុប្រែថាខ្សែបាតឬក៏ផ្នែកបាតក៏បានដែរតាមអ្វីដែលយើងធ្លាប់និយាយធ្លាប់អានតែន័យដូចតែគ្នាទេបាទបន្តមកទៀតពាក្យនេះយើងអានថាឆឹងភីនឆាងហ្នឹងគឺប្រែថាឃ្លាំងសម្រេចបាទឃ្លាំងសម្រេចហ្នឹងមានន័យថាស្បែកជើងដែលខ្សែទឹកហូរគាត់បានផលិតហើយបាទគាត់បានបិទកាវបិទបាតបាទគាត់បានបិទបាតបិទចុងទីហើយគាត់ញាត់សៀទៀនហើយសម្រាប់ខ្លាយជាស្បែកជើងដែលអាចពាក់បានបាទខ្ជូស៊ីពិនិត្យហើយអីហើយអត់មានបញ្ហាអីទេបាទគេចាប់ដើមច្រកកតុងច្រកអីហើយគេយកអាស្បែកជើងដែលច្រកកតុងហ្នឹងហើយគេយកទៅដាក់ចូលនៅឃ្លាំងសម្រាប់ដើម្បីបាទយកលក់ចែកចាយបន្តទៅតាមភ្ញៀវដែលគេកំងទិញហ្នឹងអញ្ចឹងណាពុកម៉ែបងប្អូនទាំងអស់គ្នាបាទអញ្ចឹងពាក្យថាឆឹងភីនឆាងហ្នឹងប្រែថាឃ្លាំងសម្រាប់បាទសម្រាប់មេរៀនរបស់យើងនៅក្នុងថ្ងៃហ្នឹងគឺមានពាក្យប្រមាណហ្នឹងពុកម៉ែបងប្អូនទាំងអស់គ្នាប៉ុន្តែសុទ្ធតែជាពាក្យដែលយើងតែងតែជួបហើយនឹងតែងតែនិយាយដែរនៅក្នុងរោងចក្រតែងតែមានឯពាក្យទាំងអស់ហ្នឹងហើយបើសិនជាយើងអត់ចេះទេបាទមេរបស់យើងនិយាយមកយើងយល់អត់ដឹងថាផ្នែកអីទេអញ្ចឹងបងប្អូនទាំងអស់គ្នាត្រូវចំណាំត្រូវរៀនឲ្យចេះអញ្ចឹងណាបាទអញ្ចឹងបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តនៅវីដេអូរបស់ខ្ញុំដែលបានចែករំលែកទៅនេះក៏សូមពុកម៉ែបងប្អូនទាំងអស់គ្នាជួយ comment បាទជួយ like និង subscribe channel របស់ខ្ញុំមួយផងបាទដើម្បីទទួលបាននៅវីដេអូជាបន្តទៅមុខទៀតហើយខ្ញុំនឹងព្យាយាមរកបាទចំណេះដឹងតាក់ទងនឹងភាសាចិនថ្មីយកមកចែករំលែកពុកម៉ែបងប្អូនជាប្រចាំផងដែរបាទអរគុណច្រើន